សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Smiley Channel អញ្ចឹងថ្ងៃនេះដែរ admin នឹងមកបន្តតម្លៃ5លោក BL របស់យើងគឺរឿងលងស្នេហ៍ខ្លាកំណាចអញ្ចឹងកុំឲ្យខាតពេលយូរពួកយើងចូលទៅសាច់រឿងតយើងទាំងអស់គ្នាតទៅពីមុនដែរបន្ទាប់ពីតួបឋមយើងត្រូវបានតួថតរបស់យើងថាអ្វីគឺធ្វើឲ្យតួបឋមយើងគឺចិត្តនៅអត់ស្រួលសោះគឺចេះគិតដល់ការថាអ្វីត្រូវបានតួថតយើងញោះអញ្ចឹងរហូតហើយសប្តាហ៍នេះដែរគឺតួបឋមរបស់យើងបានទៅរកគ្រួសាររបស់ខ្លួនតែដោយសារពុកម្ដាយរបស់ខ្លួនហ្នឹងមានតារៈនៅធ្វើទៅប្រទេសចិនតួបឋមរបស់យើងក៏បាននៅខុនដូប៉ុន្តែដោយសារនៅក្នុងខុនដូអត់មានអ្នកញ៉ាំអញ្ចឹងក៏ចេញទៅទិញញ៉ាំនៅ 7-Eleven ហើយក៏មានបារម្ភម្នាក់ហ្នឹងមើលខ្លួននៅចម្លែកធ្វើខ្លួនហ្នឹងរៀងខ្លាចដែរបន្ទាប់មកបារម្ភម្នាក់ហ្នឹងក៏បានដើរដំណើរមកខ្លួនសួរញ៉ៃញងអីចឹងទៅហើយតួបឋមរបស់យើងគឺអត់ពេញចិត្តទេអត់ចូលចិត្តទេក៏ព្យាយាមបដិសេធចឹងណាប៉ុន្តែម្នាក់ហ្នឹងនៅថាព្យាយាមនិយាយញ៉ៃញងអីចឹងទៅក៏បន្តិចក្រោយមកហ្នឹងស្រាប់តែតួរបស់យើងហ្នឹងក៏បានចេញមកចាប់ទាញយកតួបឋមយើងទៅអោបក្នុងដៃហើយប្រាប់ថាកុំឲ្យមកញ៉ៃនឹងនៅបោះខ្លួនទៀតហើយមើលទៅទឹកមុខរបស់តួថប់យើងហ្នឹងគឺចង់សម្លាប់ម្នាក់ហ្នឹងចឹងហើយម្នាក់ហ្នឹងនៅតែនិយាយឌឺដងថាចឹងអាចតាក់ទងមកខ្លួនបានបើសិនថ្ងៃណាសង្សារនៅក្បែរអញ្ចឹងទៅប៉ុន្តែតួបឋមយើងក៏ព្យាយាមខ្វាត់តួថប់ឲ្យធ្វើឲ្យរឿងផ្ដេសផ្ដាស់អញ្ចឹងហើយក៏មានសម្លេងតែស្រីសួរថាទីមានរឿងកាត់ឡើងហើយប៉ាន់បើយើងមើលទៅគឺជាសិស្សច្បងស្រីម្នាក់ដែលឃើញនៅហាងកាហ្វេថ្ងៃមុនហ្នឹងឯងហើយទីក៏បានតបទៅកាន់សិស្សច្បងស្រីហ្នឹងវិញថាគឺគ្មានរឿងអីទេនេះគឺជាប៉ាន់សិស្សប្អូនអីចឹងទៅហើយនិស្សិតដែលមកជាមួយតួថប់របស់យើងហ្នឹងក៏បានលាតួថប់យើងទៅថាមានមិត្តភក្តិមកយកខ្លួនហើយអញ្ចឹងខ្លួនទៅមុនហើយទៅកុំភ្លេចតាក់ទងមកខ្លួនផងនៅពេលដែលនិស្សិតហ្នឹងចេញទៅបាត់ទៅតួថប់យើងក៏ព្យាយាមឲ្យខ្លួនហ្នឹងលែងពីខ្លួនហ្នឹងណាហើយក៏បាននិយាយអរគុណទៅកាន់តួថប់យើងថាអរគុណដែលបានជួយយើងខ្លួនទៅមុនហើយប៉ុន្តែតួថប់បើថប់យើងនៅតែត្រូវតួថប់ចាប់ដៃចូលហើយក៏បានអូខ្លួនហ្នឹងសម្ដៅទៅខុនដូហើយក៏បាននាំតួបឋមរបស់យើងឡើងទៅជាន់ទី25ហើយតួបឋមរបស់យើងក៏បានសួរទៅកាន់ទីថាមិនក៏ដឹងថាខ្លួននៅជាន់ហ្នឹងអញ្ចឹងណាហើយក៏បានអូខ្លួនហ្នឹងទៅបន្ទប់លេខ2509ហើយតួបឋមយើងក៏បានបង្ហាញទៅវិញថាគឺខ្លួននៅបន្ទប់លេខ2507ទេតែតួបឋមអត់បានស្ដាប់ក៏បានតបតអីទាំងអស់ក៏បាន scan ចូលទៅក្នុងបន្ទប់2509ហ្នឹងហើយក៏រុញតួបឋមយើងចូលហ្នឹងទៅហើយក៏បានរុញទ្វារបិទទៅហើយតួបឋមយើងសួរថានេះគឺជាបន្ទប់របស់ភីមែនហើយចង់ធ្វើអីគេបាននាំខ្លួនមកទីនោះអញ្ចឹងដែរហើយដល់ពេលហើយទីយើងក៏បានសួរទៅកាន់តួបឋមយើងវិញថាថៃបានស្លៀកសម្លៀកពាក់បែបហ្នឹងគឺចង់តាក់ទាញគេឯងវិញហ្នឹងមែនទេថាតួបឋមយើងគឺពាក់ខោអាវខោយើងខ្លីឲ្យតែខ្លីបញ្ចេញជាងសាច់ជាងស្ដើងអញ្ចឹងណាបងប្អូនហើយក៏តួថប់យើងបាននិយាយបន្ថែមទៀតថាបើសិនជាអត់នេះតាក់ទាញគេទៅមិនពាក់ខោអាវអញ្ចឹងហើយមាននៅផុសតាមទៀតបើសិនជាខ្លួនអត់បានមកជួយហ្នឹងមិនគិតថាមានអ្វីកាត់ឡើងខុសពីហ្នឹងទេបានតួបឋមរបស់យើងក៏ព្យាយាមបង្កាយថាខ្លួនគ្មានបានពាក់លេខក្រមអីទេហើយតួថប់របស់យើងក៏បានអូតួបឋមយើងហ្នឹងទៅបន្ទប់ទឹកហើយក៏ឈរពីក្រោយអបជាកែតួបឋមយើងពីក្រោយហើយក៏ចែកប្រាប់ឲ្យតួបឋមយើងហ្នឹងមើលទៅក្នុងកញ្ចក់ទៅហើយឥឡូវហ្នឹងគឺមុខតួបឋមរបស់យើងហ្នឹងគឺក្រហមហើយសក់ហ្នឹងរៀងញ៉ៃតិចហើយអាវតែខ្លួនពាក់ហ្នឹងគឺពណ៌សហើយមើលទៅវាស្ដើងណាស់ពេកឲ្យឃើញដល់សាច់ខាងក្នុងណាហើយដល់ពេលតួបឋមឃើញខ្លួនឯងនៅក្នុងកញ្ចក់ទៅក៏មានអារម្មណ៍ថារៀងកៀងបន្តិចដែរអ្នកនរគឺមើលខ្លួនឯងទៅក្នុងកញ្ចក់ទៅមើលទៅរៀង sexy អីចឹងណាហើយតួថប់ក៏បាននិយាយទៅកាន់តួបឋមយើងថាចាគឺខ្លួនហ្នឹងអត់ចង់ធ្វើអីតួបឋមយើងតែភាគច្រើនតែតួបឋមយើងទេព្យាយាមធ្វើឲ្យញោះធ្វើឲ្យខ្លួនហ្នឹងចង់ធ្វើឲ្យដាក់តួបឋមយើងហ្នឹងតួថប់របស់យើងបានមកលិទ្ធិជារបស់តួបឋមហើយតួបឋមហ្នឹងក៏បានញោមមកខ្លួននោះហើយក៏បាននិយាយទៅកាន់តួបឋមយើងថាឃើញខ្លួនឯងអត់មុខក្រហមព្រឺអញ្ចឹងតាក់ទាញខ្លួនអញ្ចឹងណាហើយដៃក៏បានស្ទាបមកពោះរបស់តួបឋមយើងថាធ្វើឲ្យខ្លួននឹងមានចិត្តចង់ដឹងថានៅក្រោមអាវហ្នឹងតើមានអ្វីដែលខ្លួនសម័យអត់តើសាច់ក្រោមអាវហ្នឹងវាស្អាតដូចដែលខ្លួនគិតអត់ហើយអារម្មណ៍ដែលបានប៉ះហ្នឹងតើវាមិនទៅណោះ
និយាយរួចហ្នឹងដៃរបស់ទូថប់យើងក៏បានលោកចូលក្នុងអាវរបស់ទូថប់យើងអាវឡើងពីជាកែរហូតទៅដល់ដើមទ្រូងហើយដៃហ្នឹងក៏លេងជាមួយនឹងដើមទ្រូងទូថប់យើងហើយទូថប់យើងព្យាយាមសេះខ្វាត់ទូថប់ឲ្យយើងថាកុំអញ្ចឹងណាប៉ុន្តែទូថប់របស់យើងក៏បាននិយាយថាធ្វើជាក្មេងល្អទៅកម្រើហើយសម្លេងដល់កឡរបស់ទូថប់យើងហ្នឹងគឺធ្វើឲ្យទូថប់យើងចុះចាញ់ណាមាត់របស់ទូថប់យើងក៏បានថាស្មើនឹងកញ្ចឹងករបស់ទូបឋមយើងហើយក៏បានខំចឹងណាហើយទូបឋមយើងក៏បាននិយាយមកក៏ទៅកាន់ទូថប់យើងថាគឺកុំឲ្យឃើញស្នាមអីទូថប់បាននិយាយទៅកាន់ទូបឋមយើងថាគឺបានបតិផ្អែមខ្លាំងដែរគឺធ្វើខ្លួននឹងឈួតហើយក៏បានទាញឲ្យទូបឋមបែរមុខមករកខ្លួនហើយក៏បានថាបមាត់របស់ទូបឋមយើងទូថប់ក៏បានលើកទូបឋមយើងហ្នឹងឲ្យអង្គុយលើឡាបូលាងមុខក្នុងបន្ទប់ទឹកហ្នឹងបន្ទាប់មកទូថប់របស់យើងក៏បានចាត់ការដោះអាវរបស់ទូបឋមយើងចេញចាប់ផ្ដើមថាបញក់ញីលើដើមទ្រូងរបស់ទូបឋមយើងទៅហើយភាពជាបរិបរបស់ទូបឋមយើងហ្នឹងក៏ចាប់ផ្ដើមនេះតបទៅកាន់ការញ៉ោះរបស់ទូថប់យើងអញ្ចឹងណាហើយទូថប់របស់យើងក៏បាននិយាយថាប៉ាន់កុំអៀនអីគឺគ្មានអ្វីទៅអៀនខ្មាស់ទេគឺឲ្យភីជួយទៅលើកទី1ឲ្យដែរទូថប់ឲ្យយើងហ្នឹងឲ្យខ្លួនឯងថាភីទៅកាន់ទូបឋមយើងទូបឋមយើងគឺព្យាយាមបកែកឲ្យទូថប់យើងឈប់តែទូថប់យើងគឺអត់ឈប់ទេហើយទូថប់យើងក៏បាននិយាយបន្ថែមថាគឺខ្លួនសន្យាថានឹងអត់ធ្វើអីលើសពីនឹងទេបើសិនជាទូបឋមយើងអត់ព្រមបន្ទាប់ពីជួយទូបឋមយើងហើយហ្នឹងទូថប់របស់យើងក៏បាននិយាយទៅកាន់ទូបឋមយើងថាគឺលោកក្រោយឈប់ពាក់កាយចេញទៅក្រៅចឹងទៀតហើយទូថប់យើងក៏បានសន្យាជាមួយទូថប់ទៅហើយទូបឋមយើងហ្នឹងគឺទន់ខ្លួនឲ្យអ្នកនរគ្នាហើយទូបឋមរបស់យើងបានដាក់សារទៅកាន់ទូបឋមថាក្មេងល្អគឺខ្លួនហ្នឹងពិតជាចូលចិត្តទឹកមុខរបស់ទូបឋមយើងហ្នឹងលើខ្លាំងមែនតើដោយសារមើលទៅវាស្រស់ស្អាតឡើងចឹងហើយក៏ចាប់ផ្ដើមថែបមុខរបស់ទូបឋមយើងហើយក៏ជួយលាងសម្អាតខ្លួនប្រាណរបស់ទូបឋមយើងអីចឹងទៅធ្វើឲ្យទូបឋមយើងគិតក្នុងចិត្តថាមើលទៅមានស្ទាត់ជំនាញអញ្ចឹងប្រហែលជាធ្លាប់ទូថប់របស់យើងធ្លាប់គេងជាមួយមនុស្សពីមុនឯដឹងទូថប់ក៏បាននិយាយបន្ថែមទៅកាន់ទូបឋមយើងថាគឺខ្លួនអត់ដែរធ្វើអញ្ចឹងដាក់មនុស្សណាពីមុនមកទេគឺមានតែទូបឋមយើងម្នាក់គត់គឺទូបឋមយើងហ្នឹងអាចធ្វើឲ្យខ្លួនហ្នឹងអលីបានអញ្ចឹងដោយសារទូបឋមយើងហ្នឹងគឺផ្អែមស្វីតពេកអញ្ចឹងណាហើយគឺខ្លួនហ្នឹងចង់តែលេបតបាក់ទូបឋមយើងឡើយហ្នឹងទេប៉ុន្តែគឺខ្លួនអត់ធ្វើទេបើសិនជាទូបឋមយើងអត់ចង់ឲ្យខ្លួនធ្វើអញ្ចឹងកុំបារម្ភទូថប់បានបន្ថែមទៀតថាគឺខ្លួនមិនមែនជាមនុស្សល្អស្អីទេគឺខ្លួនហ្នឹងមានដៃគូច្រើនណាស់ហើយខ្លួនក៏មិនអាចបញ្ចប់ទង្វើហ្នឹងបានដែរហើយបើសិនជាចង់នៅជាមួយខ្លួនហ្នឹងគឺអាចដឹងតែពីរនាក់ហ្នឹងឯងគឺអាចទៅ5នាក់ផ្សេងបានដែរដោយសារខ្លួនអត់អាចធ្វើជាមិត្តប្រុសរបស់អ្នកណាម្នាក់បានទេតែខ្លួនសន្យាថាបើសិនជាសាគប់គ្នាមែនគឺខ្លួននឹងធ្វើឲ្យល្អអញ្ចឹងណាហើយគឺដេកតែមួយទូបឋមយើងតែម្នាក់ឯងហើយបើសិនជាទៅថ្ងៃមុខទៀតទូបឋមយើងអាចគិតថាអ្នកទាំងពីរនឹងអាចសាគប់គ្នាបានពិតប្រាកដមិនខ្វល់ថាជាមនុស្សស្រីឬក៏មនុស្សប្រុសទេគឺចុងក្រោយនឹងឈប់ធ្វើម្នាក់នឹងអញ្ចឹងណាហើយអាចនឹងនៅជាមួយគ្នារហូតហើយក៏បានអមមកថាទូបឋមរបស់យើងអញ្ចឹងទូបឋមយើងឥឡូវហ្នឹងគឺយល់ហើយថាថៃបានមនុស្សស្រីជាច្រើនណាស់សុខចិត្តចោះញោមចោះចាញ់ទូថប់របស់យើងអញ្ចឹងណាដោយសារតែគ្រប់យ៉ាងពីទូថប់របស់យើងគឺមើលទៅមានភាពតាក់ទាញខ្លាំងអញ្ចឹងណាទូបឋមយើងក៏បាននិយាយថាគឺខ្លួននឹងចង់ត្រឡប់ទៅបន្ទប់វិញហើយទូថប់របស់យើងក៏បានដងហើមធំហើយក៏បានថាឲ្យទូបឋមយើងថាគឺអត់អាចចេះដូរ topic ដែរសួរសោះហើយខ្លួនបញ្ជាក់ប្រាប់ថាគឺខ្លួនអត់បង្ខំទេចាំទៅថាទ្វាបន្ទប់របស់គឺចាំស្វាគមន៍ទូបឋមរបស់យើងរហូតបន្ទាប់មកទូថប់របស់យើងក៏បានពាក់អាវឲ្យទូបឋមយើងវិញហើយក៏បាននាំទូបឋមយើងទៅកាន់បន្ទប់ខ្លួនវិញអញ្ចឹងឲ្យមានសុំស្លេះសាច់រឿងយើងតែប៉ុណ្នេះដែរអត់មានសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តសម្រាប់ភាគនេះអញ្ចឹងកុំភ្លេចជួយ like ជួយ comment និងជួយ subscribe channel admin ម្នាក់មួយផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងដើម្បីឲ្យពេល admin ចេញភាគថ្មីអ្នកនរគ្នានឹងដឹងអញ្ចឹងថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេជួបគ្នាពេលក្រោយបាយបាយ